បាទសួស្តីសិស្សាសាសំណងស៊ីវិលទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញពីការប្រើប្រាស់កម្មវិធី Geofy សម្រាប់ធ្វើការកណនាជើងតាមជាទូទៅបើអ្នកទាំងអស់គ្នាប្រើបទដ្ឋាន ACI ឬក៏រកកូដអីជាដើមយើងអាចធ្វើការកណនាជើងតាមទៅតាមរូបមន្តដែលកូដទាំងអស់បានកំណត់ហើយតម្លៃនៃការកណនាហ្នឹងវាមានពីរទី1ការកណនាទៅលើលទ្ធភាពត្រួតត្រងរបស់ជើងតាមហើយមួយទៀតការកណនាទៅលើទំហំកម្រាស់របស់ជើងតាមអញ្ចឹងយើងមានពីដំណាក់កាលហ្នឹងដែលការកណនាទំហំនិងកម្រាស់ហ្នឹងដោយសារតែខ្ញុំប្រើបទដ្ឋាន ACI អញ្ចឹងយើងក៏ follow ACI ទៅប៉ុន្តែថ្ងៃនេះខ្ញុំមិនចង់មកបង្ហាញអំពីការកណនាទំហំជើងតាមកម្រាស់សរសៃដែកទៅតាមបទដ្ឋាននោះទេខ្ញុំចង់និយាយពីការកណនាលទ្ធភាពត្រួតត្រងរបស់ជើងតាមយើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់កណនាលទ្ធភាពត្រួតត្រងរបស់ជើងតាមហើយអ្នកទាំងអស់គ្នាអាចនឹងជួបបញ្ហាមួយគឺយើងកណនាទៅយើងអត់ដឹងថាយើងត្រូវចម្លើយយើងត្រឹមត្រូវអត់ទេពេលខ្លះយើងអាចចងតាមសភៅឬក៏យើងអាចធ្វើតាមការ recommend របស់សិស្សច្បងយើងផ្សេងទៅប៉ុន្តែយើងអត់ដឹងថាចម្លើយដែលយើងយកចេញមកនោះវាត្រឹមត្រូវឬអត់ទេហើយមួយទៀតវាអាចការសិក្សារបស់យើងបានតាអ្នកប្រាជ្ញមួយអញ្ចឹងទៅដូចជាតាសាហ៊ីអញ្ចឹងទៅហើយយើងយកហ្នឹងជាគោលដោយមិនបានសិក្សាអ្នកប្រាជ្ញផ្សេងទេដូចជាកម្មវិធី Geofy Asto ឬក៏ Myohot ឬក៏ Basic អីចឹងទេអញ្ចឹងណាបាទអញ្ចឹងនេះជាបញ្ហាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីលក្ខខណ្ឌនៃការកណនាលទ្ធភាពត្រួតត្រងរបស់គ្រឹះដោយប្រើប្រាស់ Matcat ទៀងទាត់ជាមួយកម្មវិធី Geofy អញ្ចឹងបើសិនជាការចងនឹងវាខុសអាហ្នឹង Geofy ក៏គេអ្នកធ្វើគេផលិតមកហ្នឹងវាខុសដែរខ្ញុំនិយាយចឹងហ្មងទៅបាទអញ្ចឹងឥឡូវGeofy គឺជាកម្មវិធីមួយដែលអ្នកទាំងអស់គ្នាអាចចូល search អ៊ីនធឺណិតទៅហើយខ្ញុំមាន version 2024វា free អូខេអញ្ចឹងយើងអាចឥឡូវយើងចូលតេស្តទៅដោយសារតែយើងប្រើ Crack ប៉ុន្តែ Crack នេះគេដាក់ CPT នេះតាមពិតវា spread footing ទេប៉ុន្តែដល់ពេល spread footing ទៅ CPT វិញហ្នឹងដោយសារតែបញ្ហារបស់អ្នក Crack ទេហើយនេះយើងចូលកម្មវិធី Geofy មកជាងអ្នកទាំងអស់គ្នាអាចទៅមើល Geofy គឺជាកម្មវិធីមួយដ៏ទូលំទូលាយហើយវាមានទំនើបកម្មដល់2026ហើយតែខ្ញុំមានតែ version 2024បើសិនជាអ្នកទាំងអស់គ្នាចូលគ្រឹះមកយើងមាន3យើងមាន strip footing slab and mat footing ហើយយើងមាន spread footing នៅនេះមួយទៀតចឹងយើងអាចកណនាសម្រាប់កណនាដែកហើយនឹងមួយទៀត circular spread footing geometry តម្លៃវា$4ដែរចឹងម្នាក់ទាំងអស់គ្នាចង់រៀនពីទ្រឹស្ដីបត់ Myohot Basic ផ្សេងអ្នកទាំងអស់គ្នាចូល analyze មក analyze ទៅចឹងគាត់នៅក្នុងហ្នឹងគាត់មានការវិភាគប្រហែលតែអ្នកទាំងអស់គ្នាយក series មកបាទចឹងណាចឹងយើងមានសម្រាប់នៅនេះយើងមានអាចមើលជាអូខេហើយខ្ញុំរត់ឃើញ footing ណាឃើញថា SP spread footing CPT អូខេអញ្ចឹងអាចមើលបន្ថែមតាមហ្នឹងណាអានេះ spread footing អញ្ចឹងមើលមកយើងមានច្រើន standard analysis bearing capacity របស់វាយើងអាចចូលមើលណាអញ្ចឹងឥឡូវdrain សម្រាប់ undrain drain undrain អូខេ
ហើយចឹងនៅក្នុងលក្ខខណ្ឌ rank ហ្នឹងគាត់មាន MyHot 3 VZ ហើយមាន DM 417 អូខេជាងមកយើងចូល MyHot មកនេះគឺគាត់មាន bearing capacity របស់គាត់ NB អញ្ចឹងទៅ set factor មាន dip factor មាន incline factor អញ្ចឹងយើងអាចចូល standard បកទៅ standard method គឺគាត់កណនាតាមផ្សេងមួយទៀតអញ្ចឹងណាចឹងខ្ញុំនឹងធ្វើការប្រៀបធៀបឲ្យមើលដោយប្រើកម្មវិធី GeoFi អញ្ចឹងអ្នកទាំងអស់គ្នាចូលកម្មវិធី GeoFi ខ្ញុំអាចនិយាយបានថាយើងអាចមើលកន្លែងមកខាងលើនេះគេដាក់ spread footing អញ្ចឹងវាអត់មានពាក់ព័ន្ធមួយ CPT ទេណាគាត់ពីចូលហើយយើងចូលដំបូងទៅគឺ project យើងមើលຂະຫນាតវាយក geometric ហើយបន្ទាប់មកយើងចូល setting បន្ទាប់មកយើងមាន analytic នៅកន្លែងនេះប៉ុន្តែយើងចូល edit មកព្រោះបើយើងពាក់ព័ន្ធជាមួយអីផ្សេងទេអញ្ចឹងសម្រាប់ spread footing របស់ខ្ញុំហ្នឹងគឺខ្ញុំកណនាតាម safety factor ASD ខ្ញុំអត់កណនាតាម LSD ទេឬ mid state ទេឬក៏ error code ទេហ្នឹងហើយបន្ទាប់មកសម្រាប់ train connection ខ្ញុំនឹងធ្វើតាមបទដ្ឋានបង្ហាញនេះគឺយើងមាន method បាទ MyHot ហ្នឹងហើយ MyHot 1963ហើយនៅ MyHot GeoFi ហើយយើងមាន basic អញ្ចឹងខ្ញុំយកជា MyHot មុនចុះអូខេសម្រាប់ train connection ហើយ untrain connection យើងមាន method standard pro CSN73 អីចឹងទៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងសម្រាប់មេគុណ safety factor vertical bearing capacity យើងយក3 sliding 1.5 ហើយ uplift 3គេយើងអត់កែទេកន្លែងនេះបន្ទាប់មកអ្នកទាំងអស់គ្នា settlement analysis using compression index អត់ទេបើយើងចង់បាន analysis odimetric modulus ក៏បានដែរយើងយកនេះទៅប៉ុន្តែកណនាយើងក្នុងលក្ខខណ្ឌដែលយើងកណនាជើងតាមយើងកណនាយើងចង់តាម elastic settlement បាទ expect elastic settlement in cumulation អញ្ចឹងណាអញ្ចឹងខ្ញុំអត់កណនាសម្រុតទេខ្ញុំកណនាថាមក bearing capacity ទេហើយអ្នកទាំងអស់គ្នាមានតន័យសម្រុតអ្នកទាំងអស់គ្នាបញ្ចូលបន្ថែមអញ្ចឹងខ្ញុំคลิก OK មកខ្ញុំបានមើល standard code នៅកន្លែងនេះ analysis method យើងប្រើ settlement សម្រាប់ settlement យើងប្រើ odimetric modulus ហើយ analysis restrict zoom របស់វាគិត 10% តាមហ្នឹង standard របស់យើង untrain condition របស់យើង train condition របស់យើង MyHot ហើយ vertical methodology របស់យើងគឺ safety factor ASD ហើយ standard uplift ហើយនឹង allow boy centric 0.333 30% មួយលើ3ណាអូខេខ្ញុំនិយាយខុសណានេះមួយលើ3យើងអត់កណនាសម្រាប់ទេអូខេនៅក្នុងលក្ខខណ្ឌនៃការប្រើយើងអាចប្រើជាប្រភេទ train connection បានហើយអ្នកទាំងអស់គ្នាដីបាត់ពល train connection នៅតែអ្នកគាត់ដឹងដែរណាបើមិនទេសួរលោកគ្រូតាថែមទៅក៏មើលថយឡើងវិញទៅអញ្ចឹងនៅក្នុងលក្ខខណ្ឌដែលខ្ញុំប្រៀបធៀបនេះខ្ញុំនឹងធ្វើការ set bearing តាមនេះណាទំហំគ្រឿងខ្ញុំ2ម៉ែត្រ2ម៉ែត្រឥឡូវខ្ញុំចង់ដឹង1ម៉ែត្រវិញម៉ែត្រហើយ DS គឺជាចំណុចបង្កប់ជាទូទៅនៅកន្លែងនេះគឺយើងមានលក្ខខណ្ឌមួយទៀតដែលយើងយកមកប្រើគឺយើងទៅធ្វើផលធៀប DF ចំណុចបង្កប់ធៀបនឹង D3 តែយើងចូលទៅក្នុងលក្ខខណ្ឌទាំងអស់កាលណាយើងបង្កប់ខ្ញុំប្រើជើងតាម1ម៉ែត្រ1ម៉ែត្រហើយចំណុចបង្កប់ខ្ញុំដល់2ម៉ែត្រអញ្ចឹងក្នុងករណីនេះ DL លើ B ធំជា DF ចែកនឹង B ស្មើ2អញ្ចឹងវាអត់មាននៅក្នុងតារាងនេះទេហើយ O ខ្ញុំ 0.3មេគុណ portion របស់ខ្ញុំណាខ្ញុំដាក់នៅក្នុងក្រុមនេះ 0.3 portion របស់ខ្ញុំមេគុណ portion របស់ខ្ញុំហ្នឹង
គឺ 0.3 អញ្ចឹងយើងនៅក្នុងលក្ខខណ្ឌនេះឲ្យ D F លើ B ខ្ញុំអត់មាននៅក្នុងតារាងអញ្ចឹងអត់ត្រូវអញ្ចឹងបើយើងដាក់ចឹងតាមម៉ែត្រចឹងអាចប្រកបខ្ញុំថាគិតថា1ម៉ែត្រកន្លះចុះខ្ញុំ design យក1ម៉ែត្រកន្លះចុះបាទខ្ញុំតាមការ៉េហើយខ្ញុំប្រកប2ម៉ែត្រអញ្ចឹងផលធៀបពេលហ្នឹងផលធៀប D 1.33 នៅក្នុងនេះយើងអត់មានដែរអញ្ចឹងយើងនៅពេលដែល DL លើ B យើងអត់មានយើងពិបាកកាត់មានសម្រាប់យើងមាននៅក្នុងតារាងអញ្ចឹងខ្ញុំយកជ្រៅប្រកប1ម៉ែត្រអញ្ចឹងពេលហ្នឹងតម្លៃ DL លើ B ខ្ញុំ 0.07 ហើយអញ្ចឹងខ្ញុំអាចសេរីនៅក្នុងផលធៀប DL លើ B នេះបានទៅតាមតម្លៃ US ដែលខ្ញុំមានហ្នឹងណាហើយមានអ្នកទាំងអស់គ្នាវិធីឲ្យផ្សេងពីហ្នឹងក្រៅពីហ្នឹងអ្នកទាំងអស់គ្នាអាចទៅប្រាតាមមេតុបហ្នឹងបាទអូខេ niveau ទឹកខ្ញុំថា niveau ទឹកនៅ niveau បាតចង្កឹងដោយសារតែ DF របស់ខ្ញុំនេះគឺគិតពី top មកខាងក្រោមនេះអញ្ចឹងខ្ញុំថាឥឡូវ niveau ទឹកខ្ញុំនៅ niveau ដកកន្លះម៉ែត្រចុះ 0.5 ណាniveau ទឹកខ្ញុំនៅកន្លែង 0.5 ចឹងជាតាំងខ្ញុំ1.5ម៉ែត្រ niveau ទឹក 1.5 កាម៉ាខ្ញុំអត់កាយទេកាម៉ាបោះdownstay បត់ដី 14.5 downstay ស្អែកទឹករបស់ខ្ញុំ 18.3 ហើយដីចាក់អំពេញខ្ញុំយកធំតែដូចខាងលើចុះ 14.5 កាម៉ាបោះបេតុង 24 កាម៉ាបោះទឹកកាម៉ាដល់វ៉េ 9.81 អត់យក10ទេពីខ្ញុំ 10.5 ហើយ C ខ្ញុំ 25.4 តែតងនឹងមុំគ្រឹះខ្ញុំមានឆវាចឆអីមាននៅក្នុងមុំ alpha ណាមួយបាទចឹងតាំងឆនៅក្នុងជំរាលអីអត់មានទេគឺ0 eccentric ក៏ខ្ញុំអត់មាន eccentric បើដោយបន្ទុកតាម x តាម y អត់មានទេខ្ញុំ design វាជា pin ខ្ញុំឲ្យបន្ទុកបុកនៅលើក្បាលឈើបុកនៅក្បាលបេសហ្នឹងដាក់លេមកកាច់ពីទិសបាទចឹងវាអត់ត្រូវមានរងាកទៅណាទេហើយ sensitive vector ខ្ញុំបាទអូខេចឹងដូចនៅក្នុងភាពនេះចឹងចឹងគឺយើងមានសន្តានបែបហ្នឹងណាតោះឥឡូវយើងទៅបង្កើត geo file ចឹងយើងថាដីយើងត្រូវ master ទៅ master ដំបូងទៅម៉ែត្របាទយើងសិក្សាម៉ែត្រមកបាទហើយបន្ទាប់មកយើងមាន soil property ចេញពីនេះយើងក៏វាយ select កន្លែងនេះហ្នឹងហើយយើង add យើងអាចមានលក្ខខណ្ឌ2កម្រាស់កម្ពស់ក៏បានជាកម្រាស់ក៏បានហើយបន្ទាប់មកយើងមាន soil parameter យើងចូលការ add មួយចឹងនៅក្នុង soil នៃ soil parameter កន្លែងនេះអ្នកនរគ្នាអាចវាយឈ្មោះក៏បានចឹងsilly sand silly clay seal clay ក្នុងករណី seal clay អូខេបានដាក់ពណ៌លឿងនេះហើយបន្ទាប់មកយើងពេញតិន័យកាម៉ាដល់ស្ទេរបស់វាយើងកាម៉ាខ្ញុំគឺដល់ស្ទេដីស្ងួតខ្ញុំធម្មតាហ្នឹងយក 14.5 បន្ទាប់មក angle of friction angle of friction មុំក៏កាត់ខ្ញុំ 10.5 បន្ទាប់មក cohesion soil CF របស់ខ្ញុំគឺ 25.4 ខ្ញុំបានតិន័យដីមកនេះមិនគុណក៏កាត់បោយហើយនេះមុំក៏កាត់អូខេនេះមិនគុណភាពស្អាតមិនគុណកាត់នេះមុំកាត់នេះមិនគុណភាពស្អាតហើយបន្ទាប់មកយើងសម្រាប់ការញាប់នេះយើងកាត់តាមស្តង់ដាទៅហើយយើងមានកាម៉ាសានមួយទៀតដែលយើងនឹងពេញអញ្ចឹងកន្លែងនេះយើងអាចប្រើប្រាស់ជាមួយនឹងតេស្តដីរបស់យើងបានណាហ្នឹងហើយយើងអត់មានប៉ះពាល់អីផ្សេងក្រៅពីតម្លៃ gamma ហើយនឹង cohesion soil ភាពស្អិតរបស់ដីរបស់ហ្នឹងហើយអញ្ចឹងយើងមានតែប៉ុណ្្នឹងទេយើងអាចធ្វើការកាន់បានហើយនឹង gamma ឆ្អែតទឹកប៉ុន្តែខ្ញុំ recommend ថាតម្លៃ C1 free នេះសូមធ្វើ direct shear test តែហ្នឹងបានសក្រិតតែបើគេប្រើ DCP នឹងនិយាយមិនដែរ
gamma set ខ្ញុំគឺ 18.3 ចឹងអ្នកទាំងអស់គ្នាអាចយកទៅប្រតិបត្តិតាមហ្នឹងទៅហើយបន្តមកទៀតខ្ញុំចូលអាសាយអញ្ចឹងនៅក្នុងអាសាយនេះដោយសារដៃខ្ញុំមានមួយស្ទប់ហើយណាដោយសារដៃខ្ញុំមានមួយស្ទប់ខ្ញុំសិក្សាជើងតាំងខ្ញុំមួយស្ទប់អញ្ចឹងយើងគាត់ណាคลิกកន្លែងនេះមកវាស្គាល់ហើយយើងសៀលខ្លីសៀលខ្លីសៀលទីខ្លីឈ្មោះនេះចឹងយើងបានហើយបន្ទាប់មកយើងចូល profile នេះមួយមកផ្នែកនេះគឺមានសារៈសំខាន់មែនទែនតាក់ទងជាមួយពាក្យ essay ហើយនិង OG essay មួយ OG តែទៅនៅមួយគ្នាអញ្ចឹងវា error បាទយើងកណនាមេគុណមកដូចគ្នាអញ្ចឹងតម្លៃនេះយើងមកកម្ពស់ D បើហាស់នេះខ្ញុំប្រកបខ្ញុំនិយាយហើយថាកម្ពស់ហាស់ខ្ញុំ1ម៉ែត្រកន្លះទេ 1.5 នេះ1ម៉ែត្រទេណា1ម៉ែត្រកម្ពស់ហាស់ខ្ញុំប្រកបជម្រៅ1ម៉ែត្រឥឡូវយើងយក1ម៉ែត្រកន្លះហ្មងទៅយើងធ្វើការកែប្រែនៅក្នុងនោះ1ម៉ែត្រខែហ្មងទៅអញ្ចឹងមានន័យខ្ញុំបានគប់ពីចំណងទុកឯងចំណងខ្ញុំប្រែប្រួលដែរអូខេកម្ពស់ជើងតាំងខ្ញុំយក 0.3 ឬក៏ 0.4 ក៏បាន 0.5 ក៏បានយកកន្លះម៉ែត្រចុះហើយD ជម្រៅរបស់ខ្ញុំដូចគ្នាយក 1.5 អញ្ចឹងកន្លែងនេះគឺសំខាន់ D មួយហានេះយើងត្រូវតែនៅមួយគ្នាអញ្ចឹងយើង error សម្រាប់នេះមុំលំងាកមានអីទេដាក់តែញ័រមានទេណាមានទេអញ្ចឹងខ្ញុំពេញតន័យនេះហើយសម្រាប់ gamma overden នេះខ្ញុំកណនាតាម geotechnical profile ទេអញ្ចឹងអ្វីដែលខ្ញុំយកហើយខ្ញុំយកcentric spread footing កណនាយើងអាចចូល 3D មើលបានអូខេហើយឃើញជើងតាំងយើងមានលក្ខណៈបែបបន្ទាប់មក load យើងអាចធ្វើការ design ដែរយើងមានលក្ខខណ្ឌ2គឺ service អញ្ចឹងខ្ញុំ service ខ្ញុំអត់មានមុំម៉ងទេខ្ញុំថាបន្ទាប់បុកមកពីលើ200គីឡូចឹងបាទហើយខ្ញុំធ្វើការ add ចឹងទៅឬក៏ខ្ញុំអាច divide កន្លែងនេះហ្នឹងហើយខ្ញុំថាវាជា SLH បាទអូខេអញ្ចឹងយើងធ្វើការ add មួយទៀតថ្ងៃនេះយើងថា ULS អញ្ចឹងបើយើងចង់ design អញ្ចឹងឧបមាថាយើងគុណ 1.6 ទៅណា200គុណ 1.6 ទៅចឹងតម្លៃហ្នឹងឲ្យ320អាចខុសគ្នាតិចតួចគុណមកគុណ 60% បន្ថែមទៅជាង320តែកន្លែងនេះនៅពេលដែលយើងចឹងខុសយើងត្រូវយកពាក្យ design ហើយយើង add មកចឹងកន្លែងនេះយើង error បាត់ចឹងបើ error ចឹងយើងអាច remove វាបានណា select មកយើងយក design យើង click OK អូខេចឹងខ្ញុំមួយ SLS មួយ ULS ចឹងអ្នកនរគ្នាឃើញកន្លែងនេះខ្ញុំពាក្យ design ហើយនឹង design geotechnical profile នេះគឺយើងអាចទៅមកប្លង់បានមកវិញចឹងដូចខ្ញុំនិយាយចឹងបើយើងនេះ 1.5 ចឹងអ្នកនរគ្នាវាយក្នុងនេះក៏បានពេលហ្នឹងវាកែឲ្យយើងអូខេនេះ 1.5 ដែរអូខេចឹងយើងមានតែលក្ខខណ្ឌប៉ុណ្្នឹងទេហើយមុំ alpha នេះដូចខ្ញុំគឺនេះលំងាកហើយអ្នកនរគ្នាអាចឲ្យវា design នៅក្នុងនោះក៏បានដែរតែខ្ញុំអត់ត design ហើយសសរខ្ញុំមកកាត់3ទឹក 0.3 ណា 0.3 ហ្នឹងហើយចឹងfooting bottom នៅខាងក្រោមនេះតែអ្នកគ្នាមានគេជា contact basalt ឬក៏ក្រៅថ្មក្រៅអីដាក់ទៅតែខ្ញុំអត់មានទេខ្ញុំចូលពី geotechnical profile ដែរហើយបន្ទាប់មកបើសិនជាអ្នកនរគ្នាឃើញអត់ស្អាតមានចង់ឃើញ vertical ឃើញអីអ្នកនរគ្នា tag តាម select យកកន្លែងនេះហើយ tag មក description ហ្នឹងវា show ឲ្យយើង dimension dim ប៉ុន្មាន
số dương ok tại dương tư rồi tên này bây giờ top cái layer ok là như chưa miền A từ bật hai sẽ to với material nhưng đôi vậy đã nó đã trả với này vậy cái lại ní miền mò nhưng vậy cái lại ní miền mò hay cái lại bật trong contact đấy dân cho tam chiều tên core profile và dương màu này hay xin là IG band ní dương ở khăn khổm dương miền chiaประเภททั้งหมดประเภทได้ยังไงดับประทายนี้จะมีนติ material បេតុងយើង24កន្លែងនេះយើងមានកាត់ត្រឡប់បេតុងនេះអ្នកទាំងអស់គ្នាវាយ strength 30មកជិះបេតុង30ពេលហ្នឹងវាកណនីយើង4700ឬ IPMC យើងអត់ឥឡូវយើងទៅចង់ដឹងថាវាទៅមកយើងជួយអូខេចឹងខ្ញុំសាក FMC 35នេះអញ្ចឹង4700ឬ FMC បើយើងចូល FMC 30 megapascal ដល់ VC 24 kilonewton ក្នុង1 ម៉ែត្រគីបយើងកណនីឃើញ25 742នេះគាត់កណនីឃើញ25 92 3យើងក្នុងនេះកណនីឃើញធំជាងបាទហើយរូបមន្តមួយទៀតគឺ28យើងនេះកណនីធំជាងបើយើងចូល23.5អូខេចឹងគាត់កណនីឃើញតែនេះយើងកែបានតើតតម្លៃនេះគឺគាត់អត់មានតវ៉ាមួយស្រេចបេតុងណាគាត់កណនីយើងចឹងគេចឹងយើងយកកាម៉ា24អត់មានប៉ះពាល់ក្នុងទេចឹងគាត់បេតុងគាត់រៀងធំតិចតែក៏វាមិនលើសពីតម្លៃមួយនេះដែរ EC ស្មើ33 PSI គឺការដល់ VC ស្វ័យគុណ 1.5 ដុល្លារ Prim C វានៅក្នុងរៃនឹងទេអញ្ចឹងយើងមិនហានិភ័យខ្ពស់ទេអូខេសម្រាប់ FY យើង Tensia ដែលយើងបែបកៅចង់ design បែបកៅឡើយនេះយើងអាច divide វិញថា SD បែបកៅអូខេទេសម្រាប់ transversal reinforcement ខ្ញុំថា SD បែបកៅគ្នាខ្ញុំបដិកង10លីចឹងយើងបានកំណត់ប៉ារ៉ាម៉ាត្របេតុង search height បន្ទុកពីលើមានអត់មានទេ search height ស្គាល់គេឥឡូវទៅថាខ្ញុំយក search height ខ្ញុំសាក add search height ខ្ញុំដាក់នៅខាងលើឬក៏ធំទំហំ x ប្រមាណអ្នកនរអាច add ថាបន្ទាប់មកតតងមួយទៀត ground water level ចឹង ground water level គឺទៅតាម mud cat របស់យើងមួយ mud cat របស់យើងនីវ៉ូទឹកនៅកម្ពស់ 0.5 អូខេណា0.5 អូខេចឹងនីវ៉ូទឹកនៅកម្ពស់ earthquake មែននេះ analyze ការហាក់ការໄວខ្ញុំធ្លាប់និយាយពីយ៉ាងពុកដីម្ដងតែយើងអត់មាន special case តោះឥឡូវយើង bearing capacity របស់យើងលទ្ធភាពទ្រទ្រង់របស់យើងឃើញថាយើងកណនីតាមណាផ្លេចបាត់ហើយទៅមើលតន័យដើមយើងកណនីតាម I hole ចឹង bearing capacity របស់យើងdesign bearing capacity អសយ 4/4 horizontal bearing capacity 132 គីឡូចឹង safety factor ចឹងយក3ចឹងយើងឃើញថាថតរួចទេដោយសារ safety factor យើង3យើង
អាចប្រេកជើងតាមប៉ុន្តែវាមិនមែនគោលដៅរបស់យើងទេនេះបន្ទុកយើងដាក់យើងធំដែរ12គីឡូយើងដាក់100មើលតែ100ទៅយើងអូខេទៅបាទចឹងអូខេយើងកន្លែងយើង show តែ as find maximum value យកឃើញ SLI ហ្នឹងណានេះចឹងយើងបែកតិចនេះ switch អូខេ switch load will be created for ultimate load cache 1.4 ចឹងចាប់ត្រូវការđấyតែយកឃើញលក្ខខណ្ឌ switch នៅក្នុងនេះបាទមើលខ្ញុំទៅទៀតអូខេតម្លៃហ្នឹងតូច sensitivity factor តូចជាង 2.3 តែមិននៅក្នុងករណីនេះយើងត្រូវធៀបជាមួយនឹង SLR ទេហើយខ្ញុំសាកលុបតម្លៃនេះចោលសិនតែវាទៅណាអត់ឲ្យតែមានadd មួយទៀតហើយយើងយកមក50គីឡូណាមកយកធំពេកករណី design នេះទៅកា add ណាចឹងយើងបាននេះ design capacity របស់យើងហើយ contact gamma របស់យើង extremely contact area ហ្នឹងគឺបូក84.6 បកមកវិញតើ MHz ត្រូវបានគណនាតាមណានៅក្នុងលក្ខខណ្ឌ GeoFi ចឹងយើងមើល MHz ចឹងជាធម្មតានៅក្នុងទ្រឹស្ដីរបស់ MHz នៅក្នុង GeoFi គាត់គណនា bearing capacity factor របស់គាត់គឺមាន ND ស្មើនឹង ND ដក 1 តង់នៃ 1.4 free ហើយបន្តមកគាត់គណនា set factor ដែល set factor មានអនុគម FE ស្មើនឹង 1 បូកនឹង 0.2 kp B នៅលើ L ចឹងសម្រាប់ករណីដែល free តូចជាង10 degree មុំក៏គិតណាមុំក៏គិតណាមុំគិតណាតូចជាង10 degree SD ស្មើ1តែបើធំជាង10 degree SD ស្មើនឹង1បូក 0.1 kp B លើ L អញ្ចឹង ហើយ SB ស្មើនឹង SD គាត់គណនាដែរតម្លៃ kp ហ្នឹងយើងគណនាស្មើតង់ក្រេមុំ45បូក free ទៅ2ហើយ deflector របស់គាត់អាចករណី free ស្មើ0 DE ស្មើ1បូកនឹង 0.2 D លើ B ហើយ DD ស្មើនឹង DB ស្មើ1សម្រាប់ករណី free ខុសពី0 DE ស្មើនឹង1បូក 0.2 DB D លើ B តង់នឹងមុំ45បូក free លើ2ហើយ DD ស្មើនឹង DB ស្មើនឹង1បូក 0.1 DB D លើ B តង់នឹងមុំ45បូកជាមួយនឹង free លើ2មួយទៀតគាត់នឹង incline factor E ស្មើជាមួយនឹង ED ស្មើ1ដកនឹង2 beta នៅលើ pi ចិត្តលើកជាការ៉េហើយ EB នេះ EB ស្មើនឹង1ដកនឹង beta នេះចែកជាមួយនឹង phi លើកជាការ៉េ D ហ្នឹងគឺជម្រៅនៃផ្នែក footing bottom គិតនៅផ្នែកខាងក្រោមហើយ B ហ្នឹងគឺជាទទឹងរបស់ជើងតាងជាងនឹង L ហ្នឹងគឺជាប្រវែងបោះ foundation របស់យើងរបស់ជើងតាងហ្នឹងហើយ free angle of friction ដូចខ្ញុំនិយាយអញ្ចឹងហើយ data នេះគឺ angle deviation of the result from the vertical direction អញ្ចឹងជាមួយ data គាត់កាត់អូខេចុះបើយើងធ្វើម៉េច MATCAD យើងអត់មានអី copy ហ្នឹងទេបើយើងនិយាយពី GeoFi របស់យើង MATCAD តាម MicroSoft GeoFi របស់យើងយើងយករូបមន្តដែលគាត់ដាក់ហ្នឹងមកនិយាយគ្នាវិញបាទយើងB ស្មើ B តូច B ធំស្មើ B អញ្ចឹងទៅហើយ ND នេះតង់នឹងមុំ45ហើយ ND នេះស្មើ ND ដក1តង់នឹងមុំ45គុណ 1.4 ហ្នឹងអូខេនេះ NB អញ្ចឹង ND តាមណានៅក្នុងនេះដល់ឃើញ ND ណាអញ្ចឹងយើង stay ND មួយចឹងទៅ ND ណាអូខេអញ្ចឹង ND ខ្ញុំកាត់នេះតាមនេះហើយដល់ពេល NB ស្មើនឹង ND ដក1តង់នឹងមុំ45តង់នឹងមុំ 1.4 free F អូខេ
បន្ទាប់មកយើងកែនេះ NE បើសិនបើតម្លៃនេះតម្លៃ free នេះធំជាង0អូខេតម្លៃ NE ស្មើ ND ដក1កូតង់នៃមុំ J F អូខេបើមិនចឹង2 pi 2 បូក pi បន្ទាប់មកយើងមាន set factor ឬក៏ form factor ហ្នឹងក៏តែមួយគ្នាទេយើងកែនេះ KP ស្មើនឹងតង់នៃមុំ45តង់ក្រេនៃមុំ45បូក2លើ2នេះអូខេហើយបន្ទាប់មកយើងមានតម្លៃ SD ស្មើនឹង1បូក 0.1 KP B លើ L អញ្ចឹងយើងដាក់ពីរលក្ខខណ្ឌបើសិនជានៅក្នុងករណីមុំនេះ2តូចជាង10លើក្រេតម្លៃនឹងស្មើ1អូខេបើវាធំជាង10លើក្រេតម្លៃនឹងស្មើ1បូក 0.1 KP B' នៅ L' យើងដែរហើយ SE របស់យើង SE នេះគឺស្មើ1បូក 0.2 KP B លើ L អូខេហើយ SB ស្មើ SD បន្តនេះឃើញគឺអត់មានអីទៅចងខុសពីកូដ GeoFile ដែលកំណត់ទេអូខេអញ្ចឹងខ្ញុំបានបញ្យល់នេះហើយអញ្ចឹងនេះតាមមួយគ្នាទេយើងបាននិយាយច្រើនទេអូខេអញ្ចឹងខ្ញុំឃើញកណនីតាម Mayohot GeoFile ខ្ញុំឃើញ4/4តោះមកមើលតាត់ result មកពីresult មកពី GeoFile វិញនេះ design bearing capacity of foundation soil AD ខ្ញុំស្មើ 4/4.15 ចា4/4.86អញ្ចឹងអត់មានខុសណាបើខុស0.ប្រមាណហ្នឹងជាចម្លើយដែរសក្តិដែរវាអត់ត្រូវណាសំខាន់វា 4/4.15 នៅក្នុងការកណនីដោយ format cat 4/4.861ចុះមកយហត1963ឃើញ 4/4.563 រូបមន្តមកយហតតាមឆ្នាំ1963សំទោស65ចឹងយើងត្រូវកណនីbase ស្មើ min LH grad L ហើយបាទអញ្ចឹងទៅ B' L' ស្មើនឹង B ដក 2E ហើយ L' ស្មើនឹង L ដក 2EL ស្មើ 1.5 ម៉ែត្រនេះយើងដោយសារ BL យើងមានបាទសម្រាប់ load capacity N គួយស្មើតង់មុំ40បូក 2S ទៅ2ដូចជាការ៉េគុណនឹង ជាpi តង់មុំ 2S N C ស្មើ N គួយដក1គួយតង់មុំ 2S ហើយ N gamma ស្មើនឹង2កតា N គួយបូក1តង់មុំ 2S ចឹងយើងមាន set factor ឥឡូវនេះខ្ញុំអត់សុំបកស្រាយច្រើនទេដល់អ្នកនរអានសភៅបន្ថែមអូខេតោះចឹងសំខាន់ការប្រើប្រាស់យើងឃើញថារបៀបដែលយើងប្រើប្រាស់ហ្នឹងគឺត្រូវជាមួយនឹងកម្មវិធីដែលសិក្សាឲ្យ4/4ណាឥឡូវយើងមកមើលករណី basic Ultimate Support Load ជាមួយ GeoFile អញ្ចឹងមើល basic យើងថាយើងអត់ចេះណាតែយើងអត់ចេះទៅហើយនៅពេលដែលយើងថាយើងអត់ចេះយើងទៅមើលអ្វីដែល GeoFile គាត់ទៅ save មកវិញbasic នៅក្នុងទ្រឹស្ដីបត់របស់ basic ដែលកណនីតាម GeoFile factor យើងមាន NB ស្មើនឹង2 bearing factor របស់វាណាគឺ NB ស្មើ 2ND បូក1តង់នឹង V ហើយគាត់មាន set factor ដូចគ្នា FE ស្មើ1បូកនឹង B លើ L ND លើ E SD ស្មើ1បូក B លើ L តង់នឹង V SB ស្មើ1បូកដក 0.4 B លើ L ហើយ factor របស់គាត់កំណត់ក្នុងលក្ខខណ្ឌថា2គឺប្រសិនបើ D ចែកជាមួយនឹង B តូចជាងស្មើ1តម្លៃ DE ស្មើនឹង1បូក 0.4D លើ B ហើយ DD ស្មើនឹង1បូក2តង់នឹង V កតា1ដក sin នឹង V លើជាការ៉េ D គុណនឹង D លើ B ហើយ DB ស្មើនឹង1ហើយនៅក្នុងករណីដែល D ចែកនឹង B ធំជាង1 DE ស្មើនឹង1បូកជាមួយ 0.4 តង់នឹងស្វ័យគុណដក1 D លើ B យើងឃើញខុសគ្នាតែរូបមន្តមួយនេះនិងរូបមន្តខាងក្រោមនេះដូចគ្នា DD ស្មើនឹង1
ពោពីតង់2គេតាម1ដកស៊ីន2លើកជាការ៉េតង់ដល់ស្វែងបក1នេះ D លើក 3 ហើយ D base ស្មើនឹង1 incline factor ស្មើ2ស្មើ0LE ស្មើ1ដក M ហាស់កតា A ធំគុណជាមួយ A តូច NC ណាបាទហើយតម្លៃសម្រាប់ phi ខុសពី0 angle friction របស់យើងហ្នឹង LE ស្មើនឹង ED ND ដក1នៅលើ ND ដក1 ED ស្មើនឹង1ដកតង់នឹង phi លើកជាស្វេតគុណ M ហើយ EB ស្មើ1ដកតង់នឹង phi ស្វេតគុណ M បូក1 មុំ data បានតែ phi ហើយតង់នៃមុំខ្ញុំអានមុំហ្នឹងខុសទេមិនជួយสายตาហ្នឹងហើយមុំสายตาតង់នៃមុំสายตาស្មើនឹងហាស់នៅលើអូខេហើយតង់នៃមុំสายตาស្មើនឹងហាស់ចែកជាមួយនឹង v បូក AC កូសតង់នឹង phi នេះ M ស្មើនឹង2បូក L លើក B ចែកជាមួយ1បូក B លើ L 3លើ L ស្មើនឹង L លើ B D នេះគឺជាជម្រៅរបស់ជើងតាង B នេះជាទឹកតាំងរបស់ជើងតាំងរបស់យើង L ជាវាយរបស់ជើងតាំង phi នេះជាមុំកកិតរបស់ដីហើយ C នេះជាមេគុណភាពស្អិតរបស់ដីហើយ data នេះគឺជាគេហៅថា angle of deviation of the resultant flow from the vertical direction ហើយហានេះ horizontal component resulting load resultant load ហើយ V នេះ vertical component resultant load ចឹងគាត់មាន lecturer របស់គាត់ដែរគាត់ដកមកគាត់យកតាមណានៅក្នុងនេះគាត់យកតាម comparison of European bearing capacity calculation method for swallow foundation ហើយមួយទៀតក៏ដកតាមសភៅ Prajadas Principle of Geotechnical 6th edition Thomson India 2006 IBIN នេះទៅហើយមួយទៀតក៏ដកពី analysis ដែលឡាហើយណានេះគាត់ expert ចុះបើយើងវិញមកខែរបស់យើងគឺយើងដកស្នងជាងនឹងទេខ្ញុំគាត់មានន័យយល់ច្រើនតែគឺខ្ញុំដកស្រង់ជាងនឹងទេអូខេចឹងយើងទៅមើល NB នេះ ND ស្មើដែរទេគឺកណនីតាមតង់នៃមុំ45តង់នៃមុំ45បូក VI លើក2លើកជាការ៉េ E ស្មើផាយតង់នៃមុំ VS ចឹងយើងឃើញ ND តាម my hot នេះក៏កណនីតាមរូបមុន11ដែរហើយ NB របស់យើងស្មើនឹង2 ND បូក1តង់នៃមុំ phi ហើយ NE យើងនៅដដែលគេរក្សាដូចខាងលើដែរហើយសម្រាប់ bearing capacity factor របស់យើង NB យើងមាន FE ណា set factor នេះមិន bearing capacity factor ទេ set factor ចឹង FE របស់យើងស្មើ1បូកនឹង B' 1បូក B' លើ L' កតា ND នៅលើ NE ហើយ SD យើងស្មើជាមួយនឹង1បូក B' លើ L' តង់នឹង phi ចឹងយើងចង់មួយនេះហើយ SB របស់យើងស្មើ1ដកតង់នឹង phi ដក 0.4 B' លើ L' ហើយក្រោមមកយើងមាន defect យើងមាន2លក្ខខណ្ឌផលធៀប D លើ B ចឹង D ជាចំណុច អាចជាចំណុចសង្កត់ B' D លើ B តូចអូខេចឹង DF លើ B' តូចជាង1យើងមាន DE យើងកណនីតាម1បូក 0.4 D លើ B ហើយបើធំជាង1តម្លៃហ្នឹងជាងកណនីស្មើនឹង1បូក 0.4 តង់សង្កត់ដក1យើងអត់អាចសេតង់សង្កត់ដក1ក្នុងនេះបានទេយើងសេអត់តង់ D លើ B ហើយ DD របស់យើងកំណត់ពីលក្ខខណ្ឌដូចគ្នាករណីដែលវាធំជាង1ផលទាប D លើ B តូចជាង1អានឹង D លើ B ធំជាង1ចឹងចូលចឹងទៀតហើយចេញពីហ្នឹងយើង incline factor របស់យើងតោះឥឡូវខ្ញុំទៅ verify ហើយក៏ geofy ចឹងនៅក្នុងពេលដែលអ្នកបញ្ចូលទាំងតិន័យនេះយើងអត់មានផលវិបាកអីទៅដកពីនេះមកទេឲ្យតើគេធ្វើ direction តែយើងឲ្យយើងតម្លៃ consume fee មកដាក់ឲ្យដល់ state ដែលស្ងួត
nó state đây sẽ tập tới bạn chân dương cái mày tốt mau về dịch tính đó anh lại này complex cho do organism rồi dương do chia về dịch dương trôi bearing capacity máu dương cạn nhé khơi 467 chẳng chùm lõi để mà tọt này thì chạm tập bên 467 nhưng cái này tạm mặt kết khơi 467 cho 417 467 cho chất sập quỷ chẳng như khóc này chất tỉnh khóc này xôn chất pi xôn chất vậy kilonewton không mạch cái này okនេះជាលទ្ធផលដែលផ្ទៀងផ្ទាត់ជាមួយនឹង GeoFi និង Market អញ្ចឹងការកាត់នេះខ្ញុំបើខ្ញុំកាត់នៅខុស GeoFi នេះអ្នកដែលសាង GeoFi នេះក៏ខុសដែរព្រោះដាក់ព្រៀនខ្ញុំរៀនពី Professor PhD មកដែរអូខេតោះយើងទៅទៀតឥឡូវខ្ញុំដូរ method មកកណនាទៅតាមលក្ខខណ្ឌ standard នៅក្នុងយើងអត់មានយើងអត់មាន ASTO ទេណាយើងមាន ASTO អញ្ចឹងបើអ្នកទាំងអស់គ្នាចង់កណនា ASTO អ្នកទាំងអស់គ្នាត្រូវយក standard របស់វាណា standard របស់វាយើងclick OK មកអញ្ចឹង standard របស់វាហ្នឹងគឺ ASTO អូខេ ASTO 341ណា340.62អញ្ចឹងនេះ341.831ណាអញ្ចឹងការ standard គាត់កណនាម៉េចបកទៅវិញយើងទៅបើក GeoFi មើលវិញអូខេអញ្ចឹងយើងនៅក្នុងយើងតែមានអ្នកប្រាជ្ញច្រើន standard analysis របស់គាត់អូខេអញ្ចឹង standard analysis របស់គាត់មានតម្លៃ AD ស្មើនឹង CNNE C គុណនឹង NE គុណនឹង SE គុណ DE គុណនឹង E គុណ BE គុណនឹង ZE ហើយបន្តមកគុណនឹងបូកណាបូក C0 បកុយ0 ND SD DD ED BD ZD បូកនឹង B លើ2 gamma NB SB DB EB BB ហើយនឹង ZB អូខេអញ្ចឹងតម្លៃគាត់មាន binding capacity factor safe factor deep factor បាទហើយ incline factor ហើយនិង base factor អញ្ចឹងបន្តមកតម្លៃ beta ហ្នឹងគឺជាតម្លៃខ្ញុំនិយាយយើងបញ្ចូលក្នុង market ហ្នឹងយកមានតម្លៃ beta នៅកន្លែងហ្នឹងបញ្ចូលទៅព្រោះយើងគិតថាគ្រឿងយើងអត់មានអីទៅឈរនៅក្នុងមុំ alpha ណាមួយអត់មានចាក់នៅ niveau ស្មើគ្នាហ្មងហើយbeta នេះ alpha មុំបែបគ្នានេះតោះចឹងយកមានន័យថាពាក់ព័ន្ធបង្កើតវាហ្នឹងទេយើងមក ASTO ណាចឹងយើងមកនេះខ្ញុំនិយាយថា NE គុយគឺខ្ញុំកណនាស្មើតង់នឹង45តែមិនតែខ្ញុំសំបីថា GeoFi ក៏គាត់កណនាតង់នឹង45 phi i លើ2លើ g ក្រេវាផាយគុណតង់នឹង phi i អាហ្នឹងដោយ Resner ឆ្នាំ1924ណាអូខេហើយ NC នេះស្មើនឹង N គុយដក1កូតង់នឹង phi នេះសម្រាប់ករណី phi ធំជា0អូខេចុះ phi ស្មើ0 NE ស្មើ2 pi 2បូក pi ហើយ ND នេះ ND តង់ក្រែនឹង45បូក phi លើ2អូខេតោះយើងមាន NB របស់គាត់ស្មើ 1.5 តាម1ដក NB ដក1តង់នឹង phi អូខេចឹងASTO យើងអានេះសម្រាប់យកតាម ASTO នេះ basic នេះ prop ណាបានឈ្មោះគាត់ប្រហែលទៅតមក set factor ជាមួយគាត់យកតាមនេះអត់1 + 0.2 B លើ L SE នេះ
1 បូក b ព្រីមនៅលើ5គុណនឹង l ព្រីមអញ្ចឹង1លើ5ហ្នឹងគឺ1ចែកនឹង5នេះគឺ 0.2 ហ្នឹងហើយបាទនោះមុនហ្នឹងហើយករណីមួយទៀតessay នេះ essay ណា essay គាត់អូខេនៅក្នុងនេះយើងករណី essay ស្មើ1បូកជាមួយ b ព្រីមលើ l គុណនឹង n គុយ n c ណាយើងនៅក្នុងនេះអត់មាន SD ទេណាចាំមើលយើងទៅមើលតែលក្ខខណ្ឌដែលគាត់ចងតាម GeoFi គាត់ standard របស់គាត់គឺគាត់ចងជាហើយយើងយកតាម ASTO មកអូខេបាទយើងតែតមក ASTO យើងអត់ចង់និយាយចឹងទេយើងអាចពិនិត្យមើលប៉ុណ្ណឹងទៅព្រោះយើងមាន NCM N គុយ M N gamma M អញ្ចឹងទៅហើយមកខាតពេលយើងដែរវាច្រើនដែរអូខេយើងកណនីចុងក្រោយគុយអុយស្មើសេព្រីម NCM បូកជាមួយ gamma គុយបូកគុណទាំង DS គុណនឹង N គុយ M គុណនឹង C គុយបូក1 2 gamma S ព្រីម N gamma M C វិញគាត់ឃើញទៅនេះអូខេអញ្ចឹងយើងមានប៉ុណ្ណឹងតកតងជាមួយនឹងលក្ខខណ្ឌស្តង់ដាររបស់វាហើយដោយសារនៅក្នុងនេះគាត់បានដាក់ ASTO ឲ្យយើងចឹងតាមលក្ខខណ្ឌស្តង់ដារក៏គាត់ដកពី ASTO មកអូខេតោះមួយទៀតតកតងជាមួយនឹងក្រោយពីបានប៉ុណ្ណឹងហើយយើងធ្វើការកណនាតាម YZ ហើយ Myohot ហើយនឹង standard approach របស់គាត់ហ្នឹងអញ្ចឹងយើងអាចចុចមកក្រោមមកអ្នកនរគ្នាអាច design ទៅសាច់ដៃនៅក្នុងកងនឹងបានអញ្ចឹងកន្លែងនេះយើងអាច number bar ចំនួនដៃហើយយើងអាចយកកត់ចុចប្រសិនបើអ្នកនរគ្នាបើ6 10លីទៅថាអ្នកនរគ្នាបើ6 10លីហើយ cover វាយក50អូខេហើយបន្តមកឬក៏75ក៏បានបើខុសកូនណាបាទហើយខ្ញុំយក10ដើមឧទាហរណ៍ខ្ញុំយក10ដើមនៅក្នុងខែហ្នឹងចូលចេញមកឲ្យយើង1 2 3 4 5 6 7 8 9 10អញ្ចឹងហើយបន្ទាប់មកទៀតខ្ញុំឃើញថាដែក require តែ100ជាងទេមក1125ឯងខ្ញុំដាក់ដល់2000អញ្ចឹងខ្ញុំប្រើ210លីចឹង210លីស្ទើរបាត់ណាស្ទើរអូខេស្ទើរ280ណាចឹងខ្ញុំប្រើ12ដើមមក210លី12ដើមណាចឹងណាចង់ប្រើ6 10ក៏បាន2 10ក៏បានតែចិត្តយើងអាមកទៅខ្ញុំប្រើ210ដែរ cover 75គេហើយខ្ញុំដាក់ user ខ្ញុំប្រើ210លីអូចឹងណាចឹងខ្ញុំ save ផុតដែរការចាក់នេះជើងតាមវិញអូខេចឹងយើងមើលឡើងនេះទៀតដែក X certify ទៅការ83%ដែក Y certify ដែកបដ ாய் ទៅការ83% Pangea 2.3%នេះចឹងបើយើងគិតទៅខុស Pangea ទេអានេះយើងដាក់តែបើវាខ្វះដែរយើងដាក់តែនេះយើងអត់មានបញ្ហាទេអូខេក្រោយពីចេញរបាយការណ៍នោះអ្នកទាំងអស់គ្នាចេញមកប៉ុណ្ណឹងបានអញ្ចឹងរបាយការណ៍ដែលយើងចេញនេះយើងចង់ចេញតាមណាខ្លះ Basic Method GeoFi Myohot ឬក៏ ASTO វិញទៅហើយឥឡូវយើងដូរទៅការកណនីរបស់យើងទៅតាមនេះទៅតាម Myohot តិចទៅណា Myohot នេះបរិញ្ញាបត្រ Passpty មកហើយយើងអាច print document នេះយើង take អស់មកអ្នកនរគ្នាអាច print document របស់អ្នកនរគ្នាចឹង document ចេញមកក៏ប្រាប់មក certificate 3
ហើយ sliding 1.5 សម្រាប់មេគុណសុវត្ថិភាពរបស់យើងពេលដែល seal ទីខ្លីដែលមាន VS យើង10 CS យើង 25.49 កាម៉ារបស់យើង កាម៉ាមួយទៀត 8.3 កាម៉ាស៊ូតនេះអូខេកាម៉ា SOE ហើយទិន្នន័យនេះយើងពេញនៅកន្លែងនេះបន្ទាប់មកយើងមានប្រភេទ foundation របស់យើង eccentricity column ទំហំ column ទំហំជើងតាផ្ទៃផលអស់ប្រហែលម៉ែត្រគីបនេះជើងតាប៉ុណ្ណឹង 1.2 ម៉ែត្រគីបនេះដីដែលកាយចេញ 3.83 ដីមានដីដែលកាយចេញម៉ែត្រគីបហើយមានដីដែលចាក់ពេញ 2.16 អត់លេងសើចកែនេះឲ្យទៀតអូខេ April យើង30 OCM យើងឃើញ 25.923 នេះអូខេ 25,923.58 megapascal ពេលខ្លះខ្ញុំនិយាយយើងកាត់អូខេយើងជម្រៅយើងសិក្សា 5 ម៉ែត្រហើយ ground water level 0.5 ហ្នឹងហើយចឹង EH EY 0កងត្រាំងរបស់យើងហ្នឹង 84.6 PAD យើងតបានដល់ពេលត្រង់ 4.15 នៅក្នុង market របស់យើងគឺ 4.4.86 អូខេ certify 62% 0.81 អញ្ចឹងតម្លៃកាម៉ានេះដែលយើងកណនាមកហើយយើងអាចយកផ្ទៀងផ្ទាត់ទៅហ្នឹងណានឹងឲ្យពេលខ្លះយើងច្រឡំយើងត្រូវផ្ទៀងផ្ទាត់ដល់តម្លៃទាំងអស់ហ្នឹងបាទបើសិនជាយើងច្រឡំនៅចំណុចណាមួយយើងធ្វើការផ្ទៀងផ្ទាត់អញ្ចឹងយើងផ្ទៀងផ្ទាត់មុនគេគឺកាម៉ា free យើង15 ដឺក្រាម CD NB អូខេអញ្ចឹងយើងមាន ND យើងឃើញ 2.588 ND 2.588 អូខេអញ្ចឹងណាហើយតោះមកយើងផ្ទៀងផ្ទាត់ NC អូខេ NC ណាយើងអត់មាននេះយើង NC យើង NE ហ្នឹងគឺ 8.56 8.568 អូខេបន្ទាប់មក D 0.417 អូខេបន្ទាប់មក SD យើងកណនាអង្គការពេលបាទ SD យើង 1.45 អូខេ 1.145 1.145 បន្ទាប់មក SC 1.289 1.289 បន្ទាប់មក SB 1.145 SB ស្មើ SD នេះ SB ស្មើ SD អូខេបន្ទាប់មក SE របស់យើងណាបាទបន្ទាប់មក defector DE 1.24 DE ស្មើ DC 1.24 បន្ទាប់មក DD 1.12 DD 1.12 DB 1.12 DB 1.12 អញ្ចឹងតើយើងច្បាស់អញ្ចឹងបាទយើងទៅធ្វើការងារនឹងកើតបើយើងអត់ច្បាស់ទេយើងលំយើងឡើងបកើយើងដល់ស្រ័យការងារបានទេចាស់ច្រើនពេកដាក់ខ្លួនវិញទេបាទគឺតែយើងអាចចេះច្រើនប៉ុន្តែយើងរៀននៅច្រើនតាមគ្រូចាស់ដែលគាត់បរៀនយើងច្បាស់មកហើយយើងដឹងគេអាចកុហកយើងនៅត្រង់ចំណុចណាមួយយើងមកត្រួតពិនិត្យខ្លួនឯងដូចជាដី1ការ៉េតបាន3តោនហ្នឹងស្អាតមានអ្នកខ្លះវាមិនគួរកើតអញ្ចឹងណាអូខេឥឡូវក្នុងលក្ខខណ្ឌការប្រើប្រាស់ GeoFi គឺមានតែប៉ុណ្្នឹងទេសម្រាប់គ្រូរ៉ាក់ហើយនឹងការផ្ទៀងផ្ទាត់លទ្ធភាពរបស់ដី Elastic Settlement មួយទៀតបាទ Elastic Settlement បើចង់ប្រៀបធៀបខ្ញុំបកទៅគិតមកវិញយើងមាន setting ដាក់ទៅអ្នកដោះ tick មកយើងមាន settlement អញ្ចឹងយើងត្រូវ input មួយមានន័យថាយើងអាចកណនា bring capacity បានទៀតទេដោយសារតែយើងកណនា elastic សម្រាប់ចូលហើយអញ្ចឹងនៅក្នុងករណីដែលអ្នកនរគ្នាចង់កណនាសម្រាប់យើងត្រូវដូរចូល soil profile មកវិញហ្នឹងហើយអញ្ចឹងវាឲ្យយើងបន្ថែមតម្លៃEO
nè odimetric này odimetricចូលok odimetric nó mày chẳng việc tẹt tông chỉ muốn settlement và hiện settlement bỏ cái được ok chẳng là ok nó có lấy series nữa mà series yang settlement analysis chẳng làក្នុងការ settlement analysis យើងមាន method ច្រើនណាស់នៅក្នុងមាន odimetric ដែលយើងឃើញមិញ OED នេះបប odimetric modulus compression constraint compression index ឬក៏យើងអាចប្រើ method ជា soft model អីផ្សេងៗឬក៏ Jumbo series អីចឹងទៅអញ្ចឹងជាទូទៅខ្ញុំយើងយកសម្រាប់ standard របស់វា odimetric តែរូបមន្តodimetric របស់វាហ្នឹងស្មើ ODS លើ beta ហើយ beta ស្មើនឹង1/2 Voigtgren 1/អញ្ចឹងសុំទៅយកទៅរកអ្នកតេស្តដៃបន្ថែមរុញទៅរកអ្នកតេស្តដៃបន្ថែមឲ្យគាត់កណនីអាការយកអាការងារហ្នឹងមកយើងវិញដោយសារយើងត្រូវការតេស្តបាទអញ្ចឹងយើងត្រូវមាន odimetric count មួយទៀតដែលមានកងត្រាំងហ្នឹងហើយ EF 1កងត្រាំង EF 2ហើយនឹងប្រមាណរោ data ES ហើយយើងមានប្រមាណរោសម្រាប់ទៀតប្រមាណរោ epsilon មកវិញ epsilon 2 strength អូខេខ្ញុំអាចនិយាយកន្លែងនេះខុសឬក៏អាចមានលើហ្នឹងប៉ុន្តែតើតមួយសម្រាប់យើងហេតុតឹងបន្តិចណាហេតុតឹងអូខេអញ្ចឹងឥឡូវជាធម្មតាគេមានតារាងមួយ approximate គេ approximate odimetric modulus អញ្ចឹងសម្រាប់ question scale shape soy ពី2ទៅដល់30 medium អញ្ចឹងទៅយើងតេស្តឧទាហរណ៍ថាខ្ញុំយកតម្លៃហ្នឹងខ្ញុំ classify ទៅបើសិនជាអ្នកទាំងអស់គ្នា classify អ្នកទាំងអស់គ្នាយកជា seal clay មានទេអូខេមាន seal នេះខ្ញុំយកនេះអូខេខ្ញុំយក seal clay with low or medium plastic អញ្ចឹងខ្ញុំមក pay assign ទៅខ្ញុំឃើញតម្លៃហ្នឹងគេយក 9.5 អញ្ចឹងណាហ្នឹងហើយយើងបន្ទាប់មកទៀតកន្លែងនេះខ្ញុំកែមកវិញកែមកតាមរបស់ខ្ញុំវិញខ្ញុំកែយក gamma 14.5 អញ្ចឹង bearing capacity អញ្ចឹងនៅតែអត់ខុសទេហើយបន្ទាប់មកតម្លៃ VS ខ្ញុំ 10.5 តម្លៃ CS ខ្ញុំ 25.49 បាទនៅខ្ញុំ 0.3 ឯងបាទអូខេអញ្ចឹងហើយ gamma set ខ្ញុំgamma set ទឹកខ្ញុំគឺ 13.3 បាទអញ្ចឹងខ្ញុំកែតែប៉ុណ្្នឹងមកនេះ constraint អូខេហើយodimetric របស់យើង 9.5 អូខេអញ្ចឹងយើងតខាង soil test មកថែមមួយទៀតទៅព្រោះយើងកណនីសម្រុតណាប្រាប់ soil ខាង test ហើយសុំតំណែងពីគេហើយយើងអត់ច្បាស់យើងសួរគាត់អញ្ចឹងតម្លៃក្នុងការកណនី bearing capacity ខ្ញុំនៅ 4.15 ដដែលទេហើយតែខ្ញុំបញ្ចូលតំណែងហ្នឹងទៅតាមលក្ខខណ្ឌនៃការធ្វើគឺតាម megahertz គឺ 4.4 ដែរទេហើយសម្រាប់នៅក្នុងនេះយើងកណនីឃើញអូខេឃើញ 3.5 មីលីម៉ែត្រហ្នឹងហើយសម្រាប់បន្ទុកសម្រាប់អាស្រ័យនឹងបន្ទុកដែរណាតាមបន្ទុកធំសម្រាប់ធំណាឧទាហរណ៍ថានេះ150ទៅអញ្ចឹងឡើង 5.5 ទេមកអាស្រ័យនឹងបន្ទុកហើយ influence zone យើងយក 10% ស្មើនឹង 3.21 គាត់កណនីមកអូខេហើយបន្ទាប់មកយើងមាន dim ណា
តាក់ទងមួយការងារសម្រាប់អ្នកដែលអ្នកអាចសិក្សាបន្ថែមហើយបើយើងសិនជាយើងកណនីសម្រាប់នៅក្នុងលក្ខខណ្ឌធម្មតា elastic ធម្មតានេះសម្រាប់ granular អូខេជួបដូចខ្សាច់នេះបាទខ្ញុំគិត5ម៉ែត្រចឹងទៅនៅគុណប៉ាសិន 0.3 ES ដែលខ្ញុំដាក់មិញហ្នឹងនៅ 21.5 អូខេ EM 21.5 ហើយនៅក្នុងនេះយើងមាននេះ 21.5 ណាតាមពិត recommend គេណាចង់បង្ហាញយ៉ាងហ្នឹងនេះមិននេះគឺ ODS របស់យើងណាអូខេអញ្ចឹងយើងគុយយើងមានគុយមួយទៀត contact pressure on the ground contact pressure on the ground នេះយើងបានមកពី GO5 bearing capacity ហ្នឹងគឺនេះ 84.61 ហើយបន្ទាប់មក ES របស់យើងគឺស្មើនឹង 0.65 បាទ ES អញ្ចឹងយើងមើលផលធៀប D លើ DS លើ B របស់យើងស្មើ1បាទស្មើ1អូយើង 0.3 អូយមិនគុណប៉ះសិន 0.3 DS លើ B ស្មើ1តម្លៃ B លើ L វិញ B លើ L ចឹងបាន B លើ L 1 B លើ L ចឹង1ចឹងតម្លៃរបស់ ES ចឹងគឺស្មើជាមួយនឹង65ចឹង65ចឹងយើងកណនី B ស្មើ L alpha យើងស្មើ4ហើយអូខេB លើ L B លើ2 B ព្រីមស្មើ B លើ2ហើយ M ព្រីមស្មើ L លើ B ស្មើ1 N ព្រីមស្មើ L លើ B ធៀបហាស់ចែក B លើ2ហើយយើងកណនី A0 កណនី A អងកណនី A ដឺហើយមួយ A2 ទៅចឹងយើងឃើញសម្រាប់របស់យើងគឺ 3.354 initial settlement ណាអូខេចឹងយើងមាន node មួយស្ទាប់កម្ពស់នៃស្ទាប់ដីបានបង្ហាញពីកម្រាស់នៃដីដែលវាពិចារណាក្នុងការកើតមានឡើងនៃ stress នៃកងត្រាំងរបស់យើងសម្រាប់ការ estimate កាន់តែល្អសម្រាប់កាន់តែល្អហាស់យើងអាចយកតម្លៃផ្សេងរហូតដល់វាអត់មានlong operation consider change គេអញ្ចឹងក្នុងនេះយើងកណនីឃើញសម្រាប់ 2.4 យើងកណនីតាមនេះយើងអាចឃើញ3.ជាង3.5ជាងអូខេព្រោះខ្ញុំយកនៅក្នុងលក្ខខណ្ឌចឹងខ្ញុំបានតែប៉ុណ្្នឹងទេហើយបន្តមួយការងារសម្រាប់អ្នកទាំងអស់គ្នាអាចទៅមើលបន្ថែមខ្ញុំក៏មិន specially ទៅលើការសម្រាប់ដែរតែអាច check bearing capacity បានដោយប្រើប្រាស់កម្មវិធី GeoFi ហើយប្រៀបធៀបជាមួយនឹងការកណនីដៃហើយបើអ្នកទាំងអស់គ្នាមានបញ្ហាអាចទៅអ្នកជំនាញបន្ថែមប៉ុន្តែសួរថាបើបងសួរខ្ញុំថាលោកគ្រូបើសិនបើខ្ញុំអត់បានតេស្តដីទេហើយខ្ញុំទៅឆែកជើងតាងគេឬក៏លទ្ធភាពគិតរបស់គេជាប់អត់ខ្ញុំនិយាយតាមម៉ាត់ទេហើយគេមកតេស្តដីទៅព្រោះយើងមិនអាចទៅធ្វើការនិយាយទៅមាត់ហើយលទ្ធផលទៅមាត់របស់យើងទៅបដំប្រសងជាមួយនឹងម្ចាស់ផ្ទះបានទេម្ចាស់ផ្ទះធ្វើការតាមចិត្តប៉ុន្តែយើងជាវិស្វករយើងមិនអាចធ្វើការតាមចិត្តដោយម្ចាស់ផ្ទះទេអរគុណ